បងប្អូនទាំងអស់គ្នាកាលពីវីដេអូមុនយើងបាននិយាយគ្នាឲ្យហើយថាស្អីគេគឺជា saturation អញ្ចឹងយើងមកបកស្រាយលម្អិតបន្ថែមទៀតហើយខ្ញុំនឹងយក saturation មកដាក់លើបទចម្រៀងដើម្បីប្រៀបធៀបឲ្យបងប្អូនស្ដាប់តោះអញ្ចឹងយើងមកមើលទាំងអស់គ្នាអូខេអញ្ចឹងយើងចូលមកដល់ screen របស់យើងនេះគឺជាបទភ្លេងមួយដែលខ្ញុំបានរៀបចំឡើងមកអញ្ចឹងបងប្អូនស្ដាប់តិចទៅកន្លែងនេះគឺបទភ្លេងដែលអត់ទាន់មានអីទេបទភ្លេងនេះគឺអត់ទាន់មានអីទេអញ្ចឹងខ្ញុំសាកយក saturation មកដាក់នៅលើបទភ្លេងនឹងតែម្ដងចាំមើលថាតើវាមានភាពខុសគ្នាមិនតោះអញ្ចឹងយើងចាប់ផ្ដើមពី plugin របស់ Wave ទៅតែម្ដងដែលយើងបាននិយាយគ្នាកាលពីមេរៀនមុនហើយតោះដោយសារតែខ្ញុំអត់ទាន់បានបើក plugin ហ្នឹងទេអញ្ចឹងយើងធ្វើការស្ដាប់ប្រៀបធៀបទាំងអស់គ្នាមុនពេលហើយជាមួយនឹងដាក់ saturation ហើយខ្ញុំនឹងសេរីថែមតិចតួចបើសិនជាពេលដែលស្ដាប់ទៅវាមានចំណុចដែលខ្វះខាតក្នុងកន្លែងណាអូខេតោះយើងមកមើលទាំងអស់គ្នាតោះនេះមុនពេលដាក់ saturation ណាបងប្អូនតោះឥឡូវខ្ញុំធ្វើការបិទអាកន្លែង bypass នេះតាមដែលយើងស្ដាប់ទៅអីដែលឃើញវាប្លែកខុសមកគឺសលេងវាងុំជាងមុនហើយជាមួយនឹងសលេងប្រភេទហាកខាង high ខាង hi hat ខាង snare ខាងអីហ្នឹងគឺវារៀងចេញមករៀងច្បាស់ជាងមុនเนาะនេះបងប្អូនកាលពីវីដេអូមុនក៏យើងបាននិយាយគ្នាហើយដែរណាអញ្ចឹងបើសិនជាបងប្អូនណាអត់ទាន់បានមើលលម្អិតឬក៏ស្វែងយល់ពីមូលដ្ឋានគ្រឹះរបស់ saturation ទេអញ្ចឹងបងប្អូនអាចចូលទៅមើលវីដេអូមុនដែលខ្ញុំដាក់នៅខាងលើនេះណាអញ្ចឹងបងប្អូនអាចចុចកន្លែងហ្នឹងបានដើម្បីចូលទៅមើលពេលណាដែលយើងដាក់ saturation ហ្នឹងច្រើនពេកវាធ្វើឲ្យមានប្រភេទ distortion ហ្នឹងអាហ្នឹងដែលខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងណាអញ្ចឹងបងប្អូនស្ដាប់ទាំងអស់គ្នាពេលខ្ញុំបើកដល់កន្លែងនេះណាពេលខ្ញុំបើកដល់កន្លែងហ្នឹងគឺវាណារបៀបសលេងបែកនឹងចេញមកហើយបងប្អូនឃើញទេខ្ញុំថយមកវិញមកល្មមតោះមុនពេលដាក់ណាពេលដាក់ហើយបងប្អូនអាចសេរីបន្ថែមតិចតួចទៀតពាក់ព័ន្ធជាមួយនឹងនេះ compender នេះអាចសេរីមើលកន្លែងហ្នឹងមកហើយស្ដាប់ទាំងអស់គ្នាមួយណាសមមួយណាប្រុសសម្រាប់បទចម្រៀងរបស់យើងเนาะនេះ snare ឬមកទៅហឹងហ្មងភឹសមកហ្មងណាខ្ញុំគិតថាប្រព័ន្ធនេះល្មមសម្រាប់របស់ខ្ញុំអូខេតោះអញ្ចឹងយើងទៅមើល plugin មួយទៀតរបស់ FabFilter អូខេអញ្ចឹងបងប្អូនអាចបើក plugin មួយដែលមានឈ្មោះថា Saturn 2 របស់ FabFilter ដើម្បីធ្វើការដាក់ saturation ហ្នឹងណាសម្រាប់ខ្ញុំផ្ទាល់ FabFilter ខ្ញុំស្រឡាញ់មែនតើពាក់ព័ន្ធជាមួយនឹង plugin EQ ក៏ប៉ុន្តែក្រៅពី plugin EQ ខ្ញុំមានអារម្មណ៍ថាសម្រាប់ខ្ញុំរៀងអត់សូវពេញចិត្តក៏ប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំលើកជូនបងប្អូនទាំងអស់គ្នាដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានដឹងដែរថា FabFilter ក៏មាន plugin សម្រាប់ដាក់ saturation ដែរអូខេគឺជា plugin Saturn ណា Saturn នេះគឺ version 2ហើយអញ្ចឹងយើងមកធ្វើការដាក់ទាំងអស់គ្នាអូខេឥឡូវកន្លែងនេះយើងអាចតាមពិតយើងអាចប្រើមួលតាមប៊ូតុង drive នេះទៅម៉ូតាមប៊ូតុង drive នេះទៅគឺវាតឡើង saturation របស់យើងហើយសម្រាប់ filter គឺវាផ្ដល់ option ឲ្យយើងប្រភេទ saturation គឺយើងអាចមានជាប្រភេទ tube warm tube broken tube subtle អីចឹងទៅណាមាន amp វាមាន saturation subtle saturation អាចប្រើនេះស្ដាប់មើលវាអាចលាយគ្នាតិចតួចណាហើយវាមានមុខងារពិសេសតាមចង្វាក់តាមប្រភេទបទនីមួយៗផងដែរអូខេអញ្ចឹងយើងមកស្ដាប់ទៅយើងពេញចិត្តមួយណាយើងអាចយកមួយនឹងបានដាក់ saturation ហើយខ្ញុំbypass ខ្ញុំបិទបើកណា អ
យើងក៏អាចប្រើ preset របស់ Fat Filter ដែលវាបានផ្ដល់ឲ្យផងដែរអញ្ចឹងយើងអាចមករើសមកយើងមានគេខ្លះមាន color យើងមាន drive អូខេអាចសាកមើល Magic BM ចាំមើលថាតើវាមានភាពប្លែកគ្នាអត់នេះគឺ preset មួយនេះគឺវាបានប្របែក band ណាគឺវាអាចបែងចែកបានជា3 band ខាង low ខាង mid ខាង high អញ្ចឹងគឺគេធ្វើការសេរីតាមហ្នឹងអញ្ចឹងទៅយើងអាចជ្រើសរើសប្រភេទ saturation របស់យើងតាម band នីមួយៗបានអូខេអញ្ចឹងយើងមកមើលថាតើ preset មួយហ្នឹងគឺវាជួយអីដល់ play របស់យើងខ្លះអញ្ចឹងខ្ញុំទៅធ្វើការបិទបើកណាទៅទៀតខ្ញុំមានអារម្មណ៍ថា kick ហើយជាមួយនឹង bass របស់ខ្ញុំហើយជាមួយនឹង bass របស់ខ្ញុំហ្នឹងវាមានអារម្មណ៍ថាវារៀងខ្ពស់ហើយអញ្ចឹងខ្ញុំអត់សូវត្រូវការតម្លើងវាបន្ថែមទៀតទេអូខេអាចសេរីតិចតួចចឹងថែមបានចឹងហើយយើងមកស្ដាប់មើលទាំងអស់គ្នាមុនហើយនឹងក្រោយដាក់ saturation ហ្នឹងហើយបងប្អូនទាំងអស់គ្នាវាមានលក្ខណៈប្លែកហើយបន្ថែមរសជាតិពីលើ mic របស់យើងណាអូខេអញ្ចឹងយើងទៅមើល plugin មួយទៀតរបស់ Slate Digital ម្ដងអូខេបងប្អូនទាំងអស់គ្នា plugin មួយនេះសំខាន់តិចអ្នកទាំងអស់គ្នាបើសិនបើអ្នកទាំងអស់គ្នាពេញចិត្តការបង្រៀនការបញ្យល់របស់ខ្ញុំហើយបងប្អូនមានបំណងចង់រៀនបន្ថែមជាមួយនឹងមេរៀនផ្នែក studio មិនថាថ្នាក់រៀន mic vocal ថ្នាក់រៀនរៀបរៀងតន្ត្រីហើយជាមួយនឹងថ្នាក់រៀន full mix and mastering អញ្ចឹងបងប្អូនអាចឆាតមកខ្ញុំតាម Telegram នេះបានមួយទៀតបងប្អូនប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើបទចម្រៀងមិនថាបទចម្រៀង cover ភ្លេង YouTube បទចម្រៀង cover ធ្វើភ្លេងថ្មីឬក៏បទចម្រៀង original បងប្អូនអាចតាក់ទងមកខ្ញុំបានដូចគ្នាអរគុណវាមិនមែនដើរតួជា saturator ចំតួទេវាប្រភេទជាលក្ខណៈ tape ដែលជួយផ្ដល់អាភាព warm អាភាពរៀងងុំហើយជាមួយនឹងប្រភេទខាង high end ខាង high end ខាង high ក៏វាបានជួយផ្ដល់ឲ្យខ្លះដែរអូខេសម្រាប់ plugin មួយនេះគឺខ្ញុំចូលចិត្តមែនតើពេលដែលប្រើនៅលើ Master Bus អញ្ចឹងយើងមកស្ដាប់ភាពធៀបមុនហើយនឹងក្រោយពេលដែលដាក់ plugin ទាំងអស់គ្នាតើវាបានជួយអីគេខ្លះអូខេយើងមកស្ដាប់មុនហើយនឹងក្រោយពេលដែលយើងដាក់ plugin ទាំងអស់គ្នាណាបើកបាត់ plugin នេះគឺល្អមែនតើបងប្អូននៅក្នុងករណីដែលយើង mix មក Vister low end Vister ភាពបុកបាសគឺយើងអាចបន្ថែម plugin នេះមួយពេលខ្លះសឹងតែមិនបាច់ថែមអីផងសឹងតែមិនបាច់ថែមអីក៏ស្ដាប់មកមានអារម្មណ៍ថាព្រោះប្លែកមួយបែបទៀតដែរអូខេអញ្ចឹងយើងទៅមើល plugin ចុងក្រោយដែលខ្ញុំនឹងបង្ហាញពី plugin របស់ Slate Digital ដូចគ្នានៅក្នុង Virtual Mix Rack អូខេអ្នកទាំងអស់គ្នាមកមើល plugin 2នេះនៅក្នុង bundle របស់ Virtual Mix Rack ទី1ខ្ញុំណែនាំ Virtual Tube ប្រភេទដែលជាប្រភេទ New York ហើយជាមួយនឹង revival ពីរហ្នឹងគឺជាប្រភេទ saturation ទាំងពីរអញ្ចឹងឥឡូវយើងអត់ទាន់បន្ថែមអីទេខ្ញុំនឹងធ្វើការតម្លាក់វាមក0ទាំងអស់เนาะអញ្ចឹងយើងនឹងចាប់ផ្ដើមទៅបន្ថែមអាហ្នឹងទាំងអស់គ្នាពេលណាដែលយើងគិតថាព្រោះហើយចាំមើលថាតើវាមានភាពប្លែកគ្នាយ៉ាងម៉េចមុនពេលហើយជាមួយនឹងក្រោយពេលដាក់ plugin ហ្នឹងចូលអូខេអញ្ចឹងយើងមកស្ដាប់បទទាំងអស់គ្នាអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការបន្ថែម saturation ឡើយនេះណាអានេះបើសិនជាយើងបន្ថែមខ្លាំងពេកវានឹងធ្វើឲ្យវាមាន distortion អូខេខ្ញុំគិតថាប៉ុណ្ណឹងប្រហែលជាល្មមហើយយើងអាចសាកបិទបើកមើលតែមួយនេះសិនណាអានេះអត់ទាន់ប្រើណា
អូខេតោះអញ្ចឹងយើងបន្ថែមអានេះមួយទៀតមើលចា៎នេះគឺយើងមាន2ប៊ូតុងដែលយើងត្រូវពិចារណាមើលទី1គឺប៊ូតុង shimmer ហ្នឹងមុខងាររបស់វាគឺផ្ដោតទៅលើការបូសផ្នែកខាង high អូខេផ្នែកខាង high អញ្ចឹងពាក់ព័ន្ធជាមួយនឹងអីគេពាក់ព័ន្ធជាមួយនឹង air ពាក់ព័ន្ធជាមួយនឹង clarity អីហ្នឹងគឺវាទៅបូសអាផ្នែកអស់ហ្នឹងដើម្បីជួយអស់ហ្នឹងអូខេអញ្ចឹងវាប៉ះពាល់ឲ្យគេខ្លះនៅលើមិចរបស់យើងគឺវានឹង affect ទៅលើដូចជា hi hat snare បើសិនជាយើងមានខ្លុយអាចនឹងប៉ះតិចតួចដែរเนาะអូខេហើយខាងប៊ូតុង thickness នេះគឺវាជួយបូសបន្ថែមនៅខាង low end ម្ដងនៅខាង low end មានដូចជាអីគេមានដូចជាប្រភេទsnare ប្រភេទkick ហ្គីតាបាស snare មិនសូវជាប៉ះប្រហែល snare សូវជាប៉ះប្រហែលនេះជាស្រ័យតុំអីហ្នឹងអាចនឹងប៉ះខ្លះដែរអូខេតោះអញ្ចឹងយើងមកស្ដាប់ទាំងអស់គ្នាខ្ញុំនឹងធ្វើការតម្លើងចាប់ពី shimmer ទៅមុននេះបងប្អូនឃើញទេសលេងប្រភេទ hi hat របស់ខ្ញុំអីហ្នឹងគឺវាឡើងមកលឺខ្លាំងជាងមុនអូខេហើយវាកាន់តែព្រោះជាងមុនដែរដូចខ្ញុំបានបញ្ជាក់បងប្អូនទាំងអស់គ្នាអញ្ចឹងថាភ្លេងមួយនេះមានអារម្មណ៍ថាខាង low end រៀងលឺខ្លាំងហើយផ្នែក low របស់វាហ្នឹងគឺវាមានច្រើនមកហើយអញ្ចឹងខ្ញុំអត់សូវទៅបន្ថែមវាច្រើនទេខ្ញុំបន្ថែមវាតិចតួចទេអូខេអូខេអញ្ចឹងយើងមកស្ដាប់មុនពេលហើយនឹងក្រោយដាក់ plug-in ទាំងពីរនេះទីមើលថាតើវាមានភាពប្លែកគ្នាយ៉ាងម៉េចឬក៏អត់មានភាពប្លែកគ្នាអីសោះអញ្ចឹងបងប្អូនមកស្ដាប់មួយខ្ញុំទាំងអស់គ្នាអូខេខ្ញុំ bypass សិនណាបើកបទភ្លេងរបស់យើងគឺវាមានរសជាតិជាងមុនផ្នែកខាង low វាបន្ថែមមកឲ្យវាកាន់តែព្រោះផ្នែកខាង high វាបន្ថែមមកឲ្យកាន់តែលេចមកច្បាស់ឲ្យកាន់តែប្រូបន្ថែមទៀតតោះអញ្ចឹងបងប្អូនសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាវាជាចំណេះដឹងមួយបន្ថែមទៀតដល់បងប្អូនទាំងអស់គ្នាដើម្បីឲ្យបងប្អូនទាំងអស់គ្នាមិចបទចម្រៀងកាន់តែប្រូជាមួយនឹងការប្រើប្រាស់ saturation មិនថាបងប្អូនប្រើប្រាស់ saturation របស់ក្រុមហ៊ុនណាទេមិនថា Fab Filter ក្រុមហ៊ុន Wave ឬក៏ Slate Digital ឬក៏អីផ្សេងទៀតទេឲ្យតែយើងប្រើប្រាស់ត្រូវគឺវានឹងជួយដល់បទចម្រៀងរបស់បងប្អូនទាំងអស់គ្នាឲ្យកាន់តែប្រូបន្ថែមទៀតជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាដែលទស្សនាមកដល់ត្រឹមនេះអញ្ចឹងសូមបងប្អូនទាំងអស់គ្នាជួយចុច like subscribe ហើយជាមួយនឹងធ្វើការដាក់រូបកណ្ដឹងមួយផងដើម្បីទទួលបានវីដេអូថ្មីពីចំណេះដឹងផ្នែក Studio ជាបន្តទៀតអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍មេរៀនប្រភេទអញ្ចឹងបងប្អូនចង់ឲ្យខ្ញុំធ្វើការបកស្រាយឬក៏បញ្ចូលពាក់ព័ន្ធជាមួយនឹងបច្ចេកទេស mixing ហើយជាមួយនឹងការ review plugin អីផ្សេងបងប្អូនអាច comment នៅខាងក្រោមបានខ្ញុំនឹងព្យាយាមស្រាវជ្រាវហើយជាមួយនឹងរៀបចំធ្វើជាវីដេអូជូនបងប្អូនទាំងអស់គ្នាអរគុណ